ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមានឱកាសបានដំឡើងប្រព័ន្ធសូឡាជូនបងប្រុសនៅខាងខេត្តសៀមរាបដែលយើងបានដំឡើងប្រព័ន្ធសូឡាឈុត5គីឡូជូនគាត់ហើយប្រើប្រាស់នៅក្នុងផ្ទះត្រជីកម្មអញ្ចឹងបងប្អូនអាចទស្សនាបាននេះគឺជាផ្ទះត្រជីកម្មហើយយើងនឹងបង្ហាញជូនបងប្អូននៅសកម្មភាពដែលយើងបានដំឡើងខ្លះៗសកម្មភាពខ្លះៗពាក់ព័ន្ធនឹងការដំឡើងនៅក្នុងថ្ងៃនេះអញ្ចឹងសូមទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានដើរមកជុំបងប្អូនយើងតឡើងសូឡាហើយឥឡូវយើងដើរទស្សនាមកជុំផ្ទះជីកម្មនេះគឺពាក់ព័ន្ធនឹងសោភ័ណភាពពាក់ព័ន្ធនឹងការរៀបចំរបស់ជាងបច្ចេកទេសជីកម្មណាខ្ញុំមិនប្រម៉ូទឲ្យជាងនឹងទេក៏ឲ្យជាងខ្ញុំមិនប្រម៉ូទឲ្យគាត់តែខ្ញុំមើលទៅគឺតាក់ទាញហើយសัตว์ច្រើនសัตว์ផ្ទះគាត់នេះគាត់ធ្វើបានជាប្រហែលជា2ឆ្នាំសัตว์ច្រើនហើយមានសបុកមានអីទុំខ្លះហើយគាត់ប្រមូលផលបានដូចខ្លះហើយតែអត់ទាន់បានចំនួនច្រើនខ្លាំងទេព្រោះវានៅមានកម្រិតដែរអញ្ចឹងអាចនឹងខ្ញុំ estimate ចូលប្រហែលជា1ឆ្នាំ2ឆ្នាំទៀតអញ្ចឹងលុយហើយផ្ទះនេះគឺផ្ទះលុយបងប្អូនណាអញ្ចឹងផ្ទះជីកម្មនេះគឺជាផ្ទះលុយដែលបងប្អូនមានលទ្ធភាពគូតែធ្វើសម្បីរូបខ្ញុំផ្ទាល់ក៏ចាប់អារម្មណ៍ដែរអញ្ចឹងពាក់ព័ន្ធនឹងផ្ទះជីកម្មបងប្អូនអាច search បន្ថែមឬក៏សាកសួរជាងបច្ចេកទេសដែលគាត់មានជំនាញនៅក្នុងផ្នែកហ្នឹងបងប្អូនអាចធ្វើបានហើយលុយចូលរាល់ខែរាល់ថ្ងៃហើយវាចាយលុយម្ដងបងប្អូនបានចំណូលសឹងតែរហូតខ្ញុំអញនិយាយបានថាសឹងតែរហូតព្រោះ view ឆ្នាំបានធ្វើឲ្យចំណូលរបស់បងប្អូនហ្នឹងគឺបានន័យថាយើងធម្មតាយើង invest អីមួយវាបានលុយមកវិញវារយៈពេលយូររយៈពេលខ្លីអញ្ចឹងទៅតែតេជីកម្មនេះរយៈពេលយូរតម្លៃវាថ្លៃគួរសមសបុកមួយសបុក1គីឡូគេមិនគិត1គិត1គីឡូអញ្ចឹងបងប្អូនអាចសេចបន្ថែមណាសេចបន្ថែមខ្ញុំចែកម្លែកនេះដើម្បីសម្រាប់ឲ្យបងប្អូនពិចារណាទេហ្នឹងហើយពាក់ព័ន្ធនឹងអីផ្សេងទៀតអានឹងបងប្អូនតតែទៅជជែកជាមួយនឹងអ្នកជំនាញផ្នែកហ្នឹងដើម្បីធ្វើ
វាចេញហ្នឹងមានអាគារអញ្ចឹងទៅហើយរៀបប្រព័ន្ធខាងក្នុងអីទៅប្រព័ន្ធខាងក្នុងខ្ញុំអត់បានថតបង្ហាញបងប្អូនទេព្រោះនេះវាជាការរៀបចំរបស់គេយើងមិនមែនជាការរៀបចំរបស់យើងអញ្ចឹងយើងថតតែប្លង់របស់យើងទៅបង្ហាញបងប្អូនពាក់ព័ន្ធនឹងសាលាពាក់ព័ន្ធនឹងទស្សនកម្មបងប្អូនឲ្យពិគ្រោះជាមួយនឹងជាងបច្ចេកទេសអត់ខ្វះនៅស្រុកខ្មែរអានេះខ្ញុំចែកម្លែកឲ្យបងប្អូនពិចារណាហើយយើងអាចរកលុយបានពីទស្សនកម្មទាំងអស់គ្នាហើយខ្ញុំក៏អត់ទាន់មានដែរខ្ញុំនឹងអាចនឹងមានកម្រងនឹងមានក៏ប៉ុន្តែអត់ដឹងពេលណាបងប្អូនណាបងប្អូនធ្វើមុនខ្ញុំទៅចាំបងប្អូនប្រាប់ខ្ញុំវិញហ្នឹងហើយធ្វើយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងវីដេអូពាក់ព័ន្ធទស្សនកម្មខ្ញុំអាចនិយាយបានប៉ុណ្ណឹងសម្រាប់ឲ្យបងប្អូនទស្សនា